Semai mui,ព្រះដ៏មានព្រះភ័ក្ត្រទ្រង់គង់នៅក្នុងវត្តប្រពន្ធរបស់អនាថបណ្ណកសិទ្ធិជាក្រុងសាវត្ថីនៅក្នុងទីនោះព្រះដ៏មានព្រះភ័ក្ត្រទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយមកថាមនាភិក្ខុទាំងឡាយភិក្ខុទាំងនោះក៏ទូលព្រះពុទ្ធដីកានៃព្រះដ៏មានព្រះភ័ក្ត្រថាករណាព្រះអង្គព្រះដ៏មានព្រះភ័ក្ត្រត្រាស់ដូច្នេះថាមនាភិក្ខុទាំងឡាយធัว5យ៉ាងនេះជាគ្រឿងទប់រឹបរាំងគ្រប់សង្កត់នៅចិត្តធ្វើប្រាជ្ញាឲ្យមានកម្លាំងថយធัว5យ៉ាងតែដោយម្ដេចមនាភិក្ខុទាំងឡាយគឺខាមិឆន្ទៈ1ជាគ្រឿងទប់រឹបរាំងគ្រប់សង្កត់នៅចិត្តធ្វើប្រាជ្ញាឲ្យមានកម្លាំងថយ1មនាភិក្ខុទាំងឡាយព្យាបតិជាគ្រឿងទប់រឹបរាំងគ្រប់សង្កត់នៅចិត្តធ្វើប្រាជ្ញាឲ្យមានកម្លាំងថយ1មនាភិក្ខុទាំងឡាយថៃនមធៈជាគ្រឿងទប់រឹបរាំងគ្រប់សង្កត់នៅចិត្តធ្វើប្រាជ្ញាមានកម្លាំងថយ1មនាភិក្ខុទាំងឡាយអធិចកកុចៈជាគ្រឿងតបរ៉ាប់រាំងក្រសង្កត់នៅចិត្តធ្វើប្រាជ្ញាមានកម្លាំងថយ1មនាភិក្ខុទាំងឡាយវិជេកិច្ឆាជាគ្រឿងតបរ៉ាប់រាំងក្រសង្កត់នៅចិត្តធ្វើប្រាជ្ញាមានកម្លាំងថយ1មនាភិក្ខុទាំងឡាយធัว5យ៉ាងនេះឯងជាគ្រឿងតបរ៉ាប់រាំងក្រសង្កត់នៅចិត្តធ្វើប្រាជ្ញាមានកម្លាំងថយ1មនាភិក្ខុទាំងឡាយភិក្ខុនោះសតមិនបានលះបង់ធัว5នេះដែលជាគ្រឿងតបរ៉ាប់រាំងក្រសង្កត់នៅចិត្តធ្វើប្រាជ្ញាឲ្យមានកម្លាំងថយ1និងដឹងនៅប្រយោជន៍ខ្លួននិងនៅប្រយោជន៍អ្នកដទៃដឹងនៅប្រយោជន៍ទាំងពីរឬនឹងធ្វើឲ្យជាច្បាស់នៅញាណទស្សនៈវិសេសល្មមឲ្យបាននៅអរិយភាពដ៏លើសលប់ជាងមនុស្សធម៌តទៅដោយប្រាជ្ញាមិនមានកម្លាំងនិងមានកម្លាំងថយដូច្នេះនោះមិនជាហេតុជាទីតាំងឡើងមនាភិក្ខុទាំងឡាយដូចជាស្ទឹងហូរចុះអំពីភ្នំប្រព្រឹត្តទៅកាន់ទីឆ្ងាយមានខ្សែទឹកដ៏រហ័សហូរនាំយកទាំងសំណាក់ទៅមានបរោះបើកមាត់ប្រឡាក់សងខាងស្ទឹងនោះមនាភិក្ខុទាំងឡាយកាលបើយ៉ាងនេះខ្សែទឹកត្រង់កណ្ដាលស្ទឹងនោះក៏ហូររស់រាសាច់ប្រាច់ទៅផ្សេងមិនប្រព្រឹត្តទៅកាន់ទីឆ្ងាយបាននាងខ្សែទឹកមិនបានរហ័សទាំងមិនបានហូរនាំយកសំណាប់នៅទៅបានយ៉ាងណាមិញមនាភិក្ខុទាំងឡាយភិក្ខុនោះមិនបានលះនៅធัว5យ៉ាងនេះដែលជាគ្រឿងទើបរៀបរៀងគ្រឿងសង្កត់នៅចិត្តធ្វើប្រាជ្ញាមានកម្លាំងថយនិងដឹងនៅប្រយោជន៍ខ្លួនដូចជាហេតុដឹងនៅប្រយោជន៍អ្នកដទៃដឹងនៅប្រយោជន៍ទាំងពីរឬនឹងធ្វើឲ្យជាច្បាស់នៅញាណទស្សនវិសុទ្ធល្មមឲ្យបាននៅអរិយភាពដ៏លើសលប់ជាមនុស្សសធម៌តទៅដោយប្រាជ្ញាមិនមានកម្លាំងនិងមានកម្លាំងថយដូច្នោះក៏មិនជាហេតុជាទីតាំងយ៉ាងនោះដែរមនាភិក្ខុទាំងឡាយលុះភិក្ខុនោះបានលះបង់នៅធัว5យ៉ាងនេះដែលជាគ្រឿងទប់រឹបរាំងគ្រប់សង្កត់នៅចិត្តធ្វើឲ្យជាច្បាស់ឲ្យមានកម្លាំងថយទាំងនៅប្រយោជន៍ខ្លួនដឹងនៅប្រយោជន៍អ្នកដទៃដឹងនៅប្រយោជន៍ទាំងពីរឬធ្វើជាច្បាស់នៅញាណទស្សនវិសុទ្ធល្មមឲ្យបាននៅរយៈភាពដ៏លើសលប់ជាមនុស្សធម៌តទៅដោយប្រាជ្ញាមានកម្លាំងដូច្នេះជាទៅហេតុជាទីតាំងបានមនាភិក្ខុទាំងឡាយដូចជាស្ទឹងហូរចុះអំពីភ្នំប្រព្រឹត្តទៅកាន់ទីឆ្ងាយមានខ្សែទឹកដ៏រហ័សហូរទាំងយប់សំណាក់ទៅនោះមានបរោះទប់មាត់ប្រឡាក់សងខាងស្ទឹងនោះកាលបើយ៉ាងនេះខ្សែទឹកត្រង់កណ្ដាលស្ទឹងនោះមិនបានហូរចរាចរណ៍ប្រាច់ទៅផ្សេងល្មមប្រព្រឹត្តទៅកាន់ទីឆ្ងាយជាទីខ្សែនៃទឹកដ៏រហ័សទាំងហូរនាមយកសំណាប់តើបានយ៉ាងណាមិញមនាភិក្ខុទាំងឡាយភិក្ខុនោះសតបានលះបង់លោធัว5យ៉ាងនេះដែលជាគ្រឿងទប់រាបរៀងគ្រោះសង្កត់នៅចិត្តធ្វើប្រាជ្ញាឲ្យមានកម្លាំងថយនិងដឹងនៅប្រយោជន៍ខ្លួននាភិក្ខុទាំងឡាយដឹងនៅប្រយោជន៍អ្នកដទៃដឹងនៅប្រយោជន៍ទាំងពីរឬធ្វើឲ្យជាច្បាស់នៅញាណទស្សនវិសុទ្ធល្មមឲ្យបាននៅអរិយភាពដ៏លើសលប់ជាងមនុស្សធម៌តទៅដោយប្រាជ្ញាមានកម្លាំងដូច្នេះនេះក៏ជាហេតុជាទីតាំងយ៉ាងនោះដែរមនាភិក្ខុទាំងឡាយបុគ្គលការពោលថាគំនោអកុសលពោលឲ្យត្រូវគូហៅថានៃវរណៈ5យ៉ាងមនាភិក្ខុទាំងឡាយគំនោអកុសលទាំងអស់គឺនៃវរណៈទាំង5យ៉ាងនេះនៃវរណៈ5តែដូចម្ដេចគឺកាមឆន្ទៈនៃវរណៈ1ជាបតៈនៃវរណៈ1ថៃនមត្ថៈនៃវរណៈ1អធិចកកុចៈនៃវរណៈ1វិឆេកិច្ឆានៃវរណៈ1មនាភិក្ខុទាំងឡាយបុគ្គលការពោលថាគំនោអកុសលពោលឲ្យត្រូវហើយគឺនៃវរណៈ5យ៉ាងនេះនៃវរណៈ5តែម្ដេចគឺកាមឆន្ទៈនៃវរណៈ1ជាបតៈនៃវរណៈ1ថៃនមត្ថៈនៃវរណៈ1អតិ
ចកកុចនៃវរណៈមួយវិឆេកិច្ឆានៃវរណៈមួយមនេបកោទាំងឡាយបកកការពោថាកំណោអកុសលពោលឲ្យត្រូវគូហៅថានៃវរណៈ5យ៉ាងនៃមនេបកោទាំងឡាយកំណោអកុសលទាំងអស់គឺនៃវរណៈ5យ៉ាងនេះឯង